មុនគ្រិស្តសករាជ623ថ្ងៃ15កើតខែពិសាខនៅឧទ្យានលំពិនីក្នុងនគរកបិលភស្តុទេហ៊ានសុំឈប់រទេះនៅក្រោមដើមឈើធំមួយនោះតើឈប់មានការអីព្រះម៉ែទ្រង់មិនគួរចោះទេសុំយាងមកវិញមកទូលមង្គមទទួលព្រះរាជបញ្ជាពីព្រះអង្គមិនអោយឈប់រហូតទាល់តែធ្វើដំណើរទៅដល់អាណាចក្រយើងគួរតែធ្វើដំណើរទៅមុខទៀតយើងមិនអាចទៅដល់នគរបិតាទេយើងចិត្តប្រសោតហើយយើងជាអ្នកចម្រើនលើលោកយើងជាអ្នកចម្រើនបំផុតក្នុងលោកយើងជាអ្នកដ៏ខ្ពង់ខ្ពស់បំផុតក្នុងលោកជាតិនេះជាជាតិចុងក្រោយរបស់យើងហេតុនេះក្តីទុកលែងមានទៀតហើយ5ថ្ងៃក្រោយមកមើលទៅបរិយាបុត្រច្រើនពិតជាអស្ចារ្យខ្លាំងណាស់ពិតមែនអើយមើលចុះពិតជាចម្លែកមែនតើអូមុនអូមានជ្រៃបានជាបុត្រពិតជាអស្ចារ្យខ្លាំងណាស់ព្រះរាជគ្រូយើងរីករាយខ្លាំងណាស់ដែលបានជួបពួកលោកព្រះរាជបុត្រាមានលក្ខណៈល្អដែរទេក្រាបទូលព្រះបង្គំសូមថ្វាយព្រះនាមថាសិទ្ធត្ថៈដែលមានន័យថាមានក្តីប្រាថ្នាសម្រេចសិទ្ធត្ថៈហើយម្ចាស់អូនយល់យ៉ាងណាដែរព្រះរាជិនីព្រះពរជាព្រះនាមដែលពិរោះណាស់ចូលដាក់ព្រះនាមរបស់បុត្រយើងថាសិទ្ធត្ថៈក្រាបទូលព្រះអង្គទូលបង្គំជឿជាក់ថាព្រះរាជបុត្រានឹងក្លាយជាព្រះរាជាដ៏អស្ចារ្យនៃចក្រវាលក្រាបទូលតែយ៉ាងណាក៏ដោយយ៉ាងម៉េចបើសិនជាព្រះបុត្រាលះបង់ផ្លូវលោកព្រះអង្គនឹងយាងទៅសាងភ្នោះក្រាបទូលថាម៉េចគេជាព្រះបុត្រាហេតុអីក៏ត្រូវលះបង់ផ្លូវលោកដេកផ្ដាស់ខ្លាំងណាស់គេនឹងក្លាយទៅជាព្រះរាជាដ៏អស្ចារ្យទេតាអត់ទេក្រាបទូលព្រះបុត្រានឹងយាងទៅសាងភ្នោះយ៉ាងពិតប្រាកដហើយនឹងត្រាស់ជាព្រះពុទ្ធអង្គទៀតផងក្រាបទូលមើលកោដញ្ញៈលោកនៅក្មេងហើយឆ្លាតជាងគេចូលប្រាប់មកមើលថាអ្វីដែលធ្វើឲ្យព្រះបុត្រារបស់យើងជ្រើសរើសវិធីចេញសាងភ្នោះហើយត្រាស់ជាព្រះពុទ្ធអង្គនោះពេលព្រះអង្គទ្រង់ទតឃើញទេវទូតទាំង4ក្រាបទូលទេវទូតទាំង4តើជាអ្វីទៅមនុស្សចាស់មនុស្សឈឺមនុស្សស្លាប់ហើយនឹងសាមណៈ